លោកកឹមសុខាអតីតប្រធានគណៈបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួបរวมគ្នាគាំទ្រកងទ័ពនិងជៀសវាងការបែកបាក់គ្នាបន្ទាប់ពីរូបលោកបានធ្វើដំណើរទៅសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី28 ខែកក្កដាក្នុងសន្ទរកថាទៅកាន់កងទ័ពលោកកឹមសុខាបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងបង្ហាញការគាំទ្រនិងប្រាប់សហគមន៍អន្តរជាតិថាប្រជាជនខ្មែរកំពុងរួបរวมគ្នានៅជុំវិញកងទ័ពប្រាប់ទៅមតិជាតិអន្តរជាតិទាំងអស់ឲ្យដឹងថាខ្មែររួមគ្នាជុំវិញវិរៈកងទ័ពយើងអត់មានត្រូវបែកបាក់គ្នាទេបាទពេលវេលានេះហើយត្រូវតែនាំគ្នាមករត់ជង្គង់បាទរូបវិរៈកងទ័ពលោកបានថ្លែងអំណរគុណដល់កងទ័ពដែលលោកពណ៌នាថាបានលះបង់ដោយភាពអង់អាចក្លាហានក្នុងការការពារប្រទេសនិងបាននិយាយថាលោកចង់បង្ហាញកតញ្ញូចំពោះអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិលោកថាដំណើរមកជួបកងទ័ពដោយផ្ទាល់គឺដើម្បីសម្ដែងការដឹងគុណចំពោះការលះបង់របស់ពួកគេលោកបន្ថែមថាលោកបានបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិជួយការពារកងទ័ពកម្ពុជានិងសូមឲ្យពួកគេទទួលបានជ័យជំនះគឺខ្ញុំសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងអស់សូមធ្វើយ៉ាងណាជួយដល់ព្រះកងទ័ពយើងឲ្យឈ្នះអស់មានសត្រូវទាំងឡាយបាទគឺយើងត្រូវតែឈ្នះបាទយើងត្រូវតែឈ្នះយើងត្រូវតែសាមគ្គីគ្នាជាមួយកងទ័ពរបស់យើងដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកកឹមសុខាបានចុះជួបប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅដោយសារចំនួននៅខេត្តបន្ទាយមានជ័យមុនបន្តទៅជួបកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យលោកកឹមសុខាត្រូវបានព្រះមហាក្សត្រលើកលែងទោសនៅឆ្នាំ2026ដែលបានបញ្ចប់ការជាប់ពន្ធនាគារនិងការឃុំខ្លួនក្នុងផ្ទះទោះជាយ៉ាងណាសិទ្ធិនយោបាយរបស់លោកនៅតែស្ថិតក្រោមការរឹតបន្តឹងតាមសាលក្រមរបស់តុលាការ